បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានចំណេះដឹងថ្មីមួយចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នាហើយនៅពេលនេះខ្ញុំបាទចង់ចែករំលែកអំពីរបៀប download កម្មវិធី Play Store នៅលើអេក្រង់កុំព្យូទ័ររបស់បងប្អូនយើងអាច download កម្មវិធី Play Store នេះបានគឺតាមកម្មវិធី Not Play បាទបងប្អូនអាច download ទៅចូលទៅកាន់ Google Chrome ហើយបងប្អូនទាំងអស់គ្នាវាយពាក្យថា Not Player បាទ Not Player ហើយយើងអាច download បានចុចនៅពាក្យខាងលើមិនពិបាកទេ download ចំពោះ Not Player យើងចុចតែពាក្យ download វានឹង download យើងដោយ swipe ប្រវត្តិបន្ទាប់មកយើង install វាធម្មតាយើង install វាយើងអាច install វាបានធម្មតាបាទអរគុណច្រើនយើងទៅមើលកម្មវិធីការប្រើប្រាស់កម្មវិធីទាំងអស់គ្នាបាទខ្ញុំបាទបាន download រួចហើយយើងចូលទៅកាន់កម្មវិធីទាំងអស់គ្នាបាទយើងចូលចាំមានតែបន្តិចដល់ពេញយើងអាចនេះបានប៉ុន្តែកម្មវិធីនេះផងដែរគឺទាមទារឲ្យយើង login នៅ Gmail account ឲ្យយើង login នៅ Gmail account របស់យើងទើបយើង download កម្មវិធីនេះបានបាទហើយយើងចូលពាក្យ search មកតែយើង login បានយើងអាច download កម្មវិធីបាទឧទាហរណ៍នៅពេលនេះខ្ញុំបាទចង់ download កម្មវិធីមិនថា game ឬមិនថាអីទេយើង download game ឬ download សៀវភៅមេរៀនក៏បានដែរគឺយើងអាច download សៀវភៅមេរៀនសម្រាប់បងប្អូនសៀវភៅមេរៀនសៀវភៅមេរៀនភាសាខ្មែរគឺភាសាខ្មែរទៅគណិតថ្នាក់ទីប៉ុន្មានយើងអាចវាយបានខ្ញុំបាទសៀវភៅមេរៀនគណិតថ្នាក់ទី6ឬ7បងប្អូន search មកបាទវាកំពុងតែ search នេះមានទាំងអស់យើងអាច download បានសៀវភៅមេរៀនបាទថ្នាក់ទី6ទី7ទី8ទី9ទី1ទី2មានទាំងអស់គឺដូចនឹងយើងការប្រើក្នុងទូរស័ព្ទដែរបាទបងប្អូនចង់ download ឲ្យផ្សេងហ្គេមក៏បានដែរយើងអាច download Dreamlodge យើងអាច download ហ្គេមបាទ Dream ហ្គេមនេះ Dreamlodge Server 2022យើងចុចទៅលើវាទៅវាឲ្យយើង download ប្រភេទដូច Play Store ណាគឺដូចក្នុងប្រព័ន្ធទូរស័ព្ទដៃ Android របស់យើងផងដែរកម្មវិធីជាច្រើនដែលបងប្អូនអាច download ចេញពី Play Store ដោយយើងប្រើប្រាស់នៅលើកុំព្យូទ័របាទអរគុណច្រើនចំពោះការតាមដានទស្សនានៅ Channel YouTube របស់ខ្ញុំបាទជម្រាបលាជួបគ្នាពេលក្រោយបាទ